ជំរាបសួរបងប្អូនទាំងអស់គ្នាមកលើកនេះខ្ញុំសូមបង្ហាញពីរបៀបធ្វើពពាប្រៃតើមានគ្រឿងផ្សំអ្វីខ្លះសូមទស្សនាពីដើមទីរហូតដល់ទីបញ្ចប់យើងយកម្ទេសចំនួន200ក្រាមមកធ្វើការប្រលេះបកក្បាលវាចេញអញ្ចឹងណាពពាប្រៃឆ្ងាញ់អាស្រ័យទៅលើម្ទេសឆានិងស្នូលរបស់វាបន្ទាប់ពីម្ទេសដែលយើងបានប្រលេះតើងរួចរាល់អស់ហើយយើងធ្វើការដាក់ដាំទឹកដោយប្រើចំនួន500មីលីលីត្រទឹកពុះប្រើអំបិលកន្លះស្លាបព្រាបាយចាក់ម្ទេសចូលស្ងោរចំនួន5នាទីដើម្បីឲ្យម្ទេសនោះកុំឲ្យក្រពុលបន្ទាប់ពី5នាទីយើងស្រង់ម្ទេសទុកមួយឡែកឲ្យត្រជាក់សិននៅកំឡុងពេលដែលម្ទេសយើងទុកឲ្យត្រជាក់យើងមកធ្វើការចិញ្ច្រាំខ្ទឹមដោយប្រើចំនួន2មើមបកឲ្យស្អាតធ្វើការចិញ្ច្រាំឲ្យបានម៉ត់បន្ទាប់ពីខ្ទឹមបានចិញ្ច្រាំម៉ត់ល្អហើយយើងទុកបន្លែសិនឥឡូវយើងយកម្ទេសដែលបានត្រជាក់ហើយនោះទៅធ្វើការកិនឲ្យបានម៉ត់ដោយប្រើទឹកចំនួន250មីលីលីត្រនេះគឺជាម្ទេសដែលយើងបានកិនរួចការឆាម្ទេសគឺយើងប្រើប្រេងក្នុងបរិមាណល្មមបន្ទាប់ពីប្រេងក្តៅយើងដាក់ខ្ទឹមបំពងឲ្យឈ្ងុយឥឡូវខ្ទឹមបានបំពងឈ្ងុយហើយយើងដួសទុកបន្តិចសម្រាប់ដាក់ជាមួយនឹងស្នូលយើងយកម្ទេសដែលបានកិននោះយកមកដាក់ឆាជាមួយនឹងខ្ទឹមនៅពេលដែលយើងចាក់ម្ទេសចូលគឺបងប្អូនបន្ថយភ្លើងឲ្យនៅតិចៗដើម្បីកុំឲ្យម្ទេសនោះផ្ទុះជាបន្តមកទៀតយើងមកធ្វើការផ្សំគ្រឿងអំបិល1ស្លាបព្រាកាហ្វេម្សៅស៊ុបចំនួន2ស្លាបព្រាកាហ្វេយើងឆាគ្រឿងនោះឲ្យបានសព្វល្អប្រេងម្ទេសយើងប្រើចំនួន2ស្លាបព្រាបាយនៅពេលដែលយើងប្រើប្រេងម្ទេសវាធ្វើឲ្យម្ទេសនោះមានពណ៌កាន់តែស្រស់ស្អាតប្រេងខ្យង1ស្លាបព្រាបាយកន្លះស្ករសយើងប្រើចំនួន2ស្លាបព្រាកាហ្វេយើងត្រូវធ្វើការឆាចុះឆាឡើងរហូតទាល់តែម្ទេសនោះដាច់ទឹកបើបងប្អូនឆាអត់ដាច់ទឹកទេការរក្សាម្ទេសមិនបានយូរធ្វើឲ្យម្ទេសនោះឆាប់ខូចនិងដុះផ្សិតអញ្ចឹងពេលដែលឆាគឺយើងត្រូវប្រើពេលវេលារៀងយូរបន្តិចឥឡូវម្ទេសឆាមួយមុខនេះបានធ្វើរួចរាល់អស់ហើយយើងធ្វើការដួសដាក់ចានទុកមួយឡែកសិនផ្លែបែកគក់ចំនួន1គីឡូ2ខាំមកធ្វើការបកសម្បកឲ្យបានស្អាតពពាប្រៃគឺជាប្រភេទអាហារសម្រន់ដែលបងប្អូនអាចងាយស្រួលនឹងរកទិញគ្រឿងផ្សំបានសូម្បីតែក្មេងៗជាពិសេសកូនរបស់ខ្ញុំគឺគាត់ញ៉ាំបានច្រើនវាមានបន្លែវាមានអីដែលមិនសូវដែលគាត់ធម្មតាគាត់មិនសូវញ៉ាំណាដល់ពេលដែលយើងធ្វើអាហារប្រភេទនេះឲ្យគាត់ញ៉ាំគឺគាត់ញ៉ាំបានច្រើនបន្ទាប់ពីយើងបានបកនិងលាងទឹករួចរាល់អស់ហើយយើងមកធ្វើការចិតចំពោះការហាន់សូមបងប្អូនទស្សនាតាមរយៈវីដេអូដែលខ្ញុំបានបង្ហាញបន្ទាប់ពីយើងបានហាន់រួចរាល់អស់ហើយយើងប្រើអំបិលចំនួន1ស្លាបព្រាបាយធ្វើការច្របល់ជាមួយនឹងពេកគក់ប៉ុន្តែយើងគ្រាន់តែច្របល់ណាយើងអត់ច្របាច់ពេកគក់នឹងឲ្យបែកទេគឺយើងច្របល់ចុះច្របល់ឡើងរហូតដល់តែពេកគក់នោះបានទន់ផ្អាប់ទុករយៈពេល20នាទីដើម្បីឲ្យពេកគក់នោះចេញទឹកបន្ទាប់មកទៀតយើងមកធ្វើការហាន់សាច់ដោយប្រើចំនួន300ក្រាមចំពោះសាច់បងប្អូនប្រើជាសាច់សុទ្ធក៏បានឬក៏សាច់ស្មើមុខក៏បានអញ្ចឹងណាអាស្រ័យតាមចំណង់ចំណូលចិត្តបន្ទាប់ពីយើងហាន់ហើយយើងទៅធ្វើការកិនឲ្យបានម៉ត់យកទៅកិនឲ្យបានម៉ត់នេះគឺជាសាច់ដែលយើងបានកិនរួចរាល់ទុកមួយឡែកសិនឥឡូវយើងមកមើលពេកគួរដែលយើងបានផ្អាប់ទុករយៈពេល20នាទីឃើញតែចេញទឹកច្រើនអញ្ចឹងបន្ទាប់មកទៀតយើងធ្វើការពូតយកទឹកនោះចេញ
នៅពេលដែលយើងបានពូតរួចរាល់អស់ហើយយើងយកសាច់ដែលបានកិននោះមកចាក់បញ្ចូលធ្វើការផ្សំគ្រឿងដោយប្រើស្ករសចំនួន1ស្លាបព្រាបាយអំបិល1ស្លាបព្រាកាហ្វេកន្លះម្រេចចំនួន3ស្លាបព្រាកាហ្វេម្សៅស៊ុបចំនួន2ស្លាបព្រាកាហ្វេប្រេងខ្យង1ស្លាបព្រាបាយកន្លះទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយទឹកត្រីកន្លះស្លាបព្រាបាយធ្វើការច្របល់ឲ្យបានសព្វល្អបន្ទាប់ពីយើងបានច្របល់ចូលសព្វអស់ហើយយើងយកទៅចម្អិនដោយប្រើភ្លើងតិចបន្ទាប់ពីយើងបានចម្អិនរយៈពេលប្រហែលជា8នាទីយើងបន្ថែមទឹកចំនួន250មីលីលីត្រធ្វើការច្របល់ចូលគ្នាឲ្យបានសព្វល្អហើយនៅកំឡុងពេលដែលស្នូលកំពុងតែដាក់ចម្អិនយើងមកធ្វើការបុកសណ្តែកដីចំពោះសណ្តែកដីយើងប្រើចំនួន100ក្រាមបុកឲ្យបានម៉ត់ល្អកាន់តែម៉ត់កាន់តែល្អយើងទុកសណ្តែកដីនោះម្លាយសិនឥឡូវយើងមកធ្វើការគោះពងទាចំនួន2គ្រាប់ដោយគិតថាពងទា2គ្រាប់ស្ទើរក៏ថែម2គ្រាប់ទៀតអញ្ចឹងវាឡើង4គ្រាប់ធ្វើការវាបានសព្វយើងប្រើម្សៅស៊ុបចំនួន1ស្លាបព្រាកាហ្វេវាឲ្យបានសព្វល្អទុកពងទានោះម្លាយសិនឥឡូវយើងមកមើលស្នូលវិញម្ដងនៅពេលដែលបន្លែទុននឹងចូលជាតិបងប្អូនភ្លក់រសជាតិថាល្មមហើយយើងចាក់ស្លឹកខ្ទឹមជាការស្រេចជាចុងក្រោយកុំភ្លេចដាក់ខ្ទឹមបំពងចូលឥឡូវស្នូលរបស់យើងបានធ្វើរួចរាល់អស់ហើយយើងលើកដាក់ចុះទុកមួយឡែកសិនជាបន្តមកទៀតយើងមកធ្វើការចៀនពងទាចំពោះការចៀនពងទាបងប្អូនចៀនធ្វើមិនយកស្ដើងបំផុតចំពោះការចៀនរបស់ខ្ញុំក៏មិនទាន់បានស្ដើងប្រហែលដែរប៉ុន្តែអាចយកជាការបានបន្តមកទៀតយើងយកពងទាចៀនមូលដើម្បីហាន់ជាសរសៃឆ្មាល្អិតមុននឹងខ្ញុំវិច្ចខ្ចប់សូម review ឲ្យបងប្អូនមើលទាំងអស់គ្នាឡើងវិញនេះគឺជា snow ដែលយើងបានចម្អិនហើយពងទាសបកបាញ់ត្រាងសណ្តែកដីលីងម្ទេសឆាបន្លែមានសាឡាត់ជីគ្រប់មុខតោះសូមទស្សនានៃការវិច្ចខ្ចប់ទាំងអស់គ្នាជាដំបូងបងប្អូនត្រូវមានទឹកបន្តិចសម្រាប់ជ្រលក់បាញ់ត្រាងឲ្យវាទន់ចំពោះការធ្វើបាញ់ត្រាងគឺយើងមូលមួយញ៉ាំមួយអញ្ចឹងណាមូលភ្លាមមានន័យថាយើងធ្វើភ្លាមញ៉ាំភ្លាមវាមិនមែនជាគួងដែលយើងអាចរុំទុកបាននោះទេបាញ់ត្រាងនៅពេលដែលយើងទុកគឺវារីកដោយសារតែអីស្នូខាងក្នុងវាមានជាតិទឹកបន្ទាប់ពីយើងបានរៀបចំបន្លែរួចរាល់អស់ហើយយើងធ្វើការមូលធម្មតាអញ្ចឹងមូលឲ្យបានណែនហើយម្យ៉ាងវិញទៀតបើសិនជាយើងញ៉ាំអត់ក្តៅក៏អត់ឆ្ងាញ់ដែរអញ្ចឹងណារបស់នេះបានតែញ៉ាំនៅពេលដែលក្តៅនោះទេដើម្បីងាយស្រួលរុំបងប្អូនគ្រាន់តែយកទឹកលាបវាពីលើហើយយើងរៀបចំបន្លែធម្មតាមានសាឡាត់មានជីមានស្នូលពងទាហើយយើងធ្វើការមូភ្លាមទៅមានន័យថាបាញ់ត្រាំងគឺញ៉ាំអត់ត្រលាន់ទេមិនដូចគួងឯគួងញ៉ាំទៅត្រលាន់ចំពោះបាញ់ត្រាំងគឺខុសពីគួងញ៉ាំអត់ត្រលាន់ទេកូនរបស់ខ្ញុំគឺគាត់ញ៉ាំបានច្រើនណាញ៉ាំម្នាក់សឹងថាចូលសឹងតែ10នំម្នាក់មូមិនទាន់ទាំងហើយផងគឺគាត់មកអង្គុយចាំយកឯងនៅពេលដែលខ្ចប់បងប្អូនកុំភ្លេចដាក់ស្តេកដីលីងចូលផងពីព្រោះស្តេកដីលីងធ្វើឲ្យមានក្លិនឈ្ងុយ
ឥឡូវនំរបស់យើងបានរុំរួចរាល់អស់ហើយគឺខ្ញុំរុំតែ2សម្រាប់ថតជូនបងប្អូនទស្សនាព្រោះនំនេះយើងញ៉ាំបានតែក្តៅក្តៅទើបឆ្ងាញ់ហើយក៏សូមអធិស្ឋាននៅរាល់ចំណុចដែលខ្វះខាតចំពោះបងប្អូនដែលមានចម្ងល់ទាក់ទងនឹងការធ្វើសូមខមមិននៅខាងក្រោមវីដេអូយើងខ្ញុំនឹងទទួលស្វាគមន៍នៅរាល់ខមមិនរបស់បងប្អូនចំពោះបងប្អូនដែលចូលចិត្តម្ទេសនៅពេលដែលញ៉ាំយើងជ្រលក់ជាមួយម្ទេសកាន់តែឆ្ងាញ់អរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អបាយបាយ